សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើ reaction បទចម្រៀងថ្មីរបស់លោក Eno ទាំងអស់គ្នាតែបទនឹងមានចំណងជើងថាជំងឺស្មោះហើយនេះគឺជាបទទី1ដែលខ្ញុំបានទៅសេនិពន្ធទំនុកច្រៀងឲ្យទៅ Eno ច្រៀងហើយបទនឹងដែរគឺជារឿងពិតដកស្រង់ជារឿងពិតជំងឺស្មោះតែទៅសេទៅខ្ញុំបាទផ្ទាល់ Oh my god wow ហើយដោយសារតែថ្ងៃដែលថត lyric video ហ្នឹងខ្ញុំរវល់អត់បានទៅហើយខ្ញុំក៏ឃើញវីដេអូចេញមក lyric វីដេអូចេញមកខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបងអញ្ចឹងមកចង់ដឹងថាការភ្ញាក់ផ្អើលរបស់ខ្ញុំអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលដូចខ្ញុំអត់តោះយើងមើលទាំងអស់គ្នាទៅចេញក្បាលមកដំបងមកយើងឃើញ Eno ព្រៃវែងដឹកតួស្រីជីលើសេះតែយើងអត់ដឹងថាគោលបំណងរបស់គាត់កំពុងតែដឹកតួស្រីយកទៅណាយើងអត់ដឹងទេEno ព្រៃវែងនឹងទៅសារថាព្យាយាមសម្ដែងចេញមកមុខឡើងមាំហ្មងមុខឡើងមាំមែនតើហ្មងទៅពេលខាងតួស្រីមុខនេះភ័យខ្លាចមើលដូចដឹកអារម្មណ៍គ្នាអារម្មណ៍តួស្រីយើងមើលតាមវីដេអូហ្នឹងវាថាដូចដឹងដឹកយកគ្នាទៅណាគេបានសូ Eno ទាំងអស់គ្នាហើយ Eno គ្រប់រូបជាតិហើយ Eno មែនតើហ្នឹងខ្លាចគេច្រឡំអញ្ចឹងគាត់ត្រូវតែឈីសេះដើម្បីខ្លាចគេច្រឡំថាមួយណាជា Eno មែនតើក្នុងបទចម្រៀងនេះដែរពេលខ្ញុំមើលហើយខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ឈឺចាប់មែនតើតាមបទចម្រៀងដោយសារតែរូបភាពហើយនឹងអត្ថន័យវាអត់មានស៊ីគ្នាសោះរូបភាពផ្សេងហើយដល់ពេលអត្ថន័យផ្សេងអូខេខ្ញុំសូមសរសើរលោក Eno ដែលគាត់អាចធ្វើបានបើមិនប្លែកមិនថ្មីមិន Eno បទចម្រៀងនេះខ្ញុំអត់មានអារម្មណ៍ថាអាណិតតួស្រីតែខ្ញុំអាណិតសេះច្រើនជាងបាទគ្នាទី1គ្នាត្រូវត្រទម្ងន់របស់ Eno មែនតើហើយទី2គ្នាភ័យខ្លាចនឹង Eno ទាំងអស់គ្នាទៅជុំវិញខ្លួនគ្នានេះអញ្ចឹងសេះនេះពេលថត lyric video នេះហើយខ្ញុំជឿជាក់ថាសេះនេះគឺមានសតិអារម្មណ៍ដោយសារតែគិតមើលទៅ Eno មែនតើអង្គុយលើគ្នាងំចំមកបត់ហ្នឹងមិនខត់ប៉ុន្មានដងហើយ Eno ទាំងអស់ទៅជុំវិញគ្នាទៀតអញ្ចឹងគ្នាផ្អើលខ្លាំងហើយ Eno ព្រៃវែងហ្នឹងខំបង្គាងខ្សែនេះទៀតដើម្បីកុំឲ្យគ្នាផ្អើលមកនេះអីតែយ៉ាងណាក៏ដោយអានេះជាការ reaction លេងទេដោយសារតែខ្ញុំមក Eno ពូម៉ាក់គ្នាយូរហើយអញ្ចឹងខ្ញុំគ្រាន់តែ reaction លេងទេវីដេអូនេះមានតែប៉ុណ្្នឹងឯងគ្រាន់តែខ្ញុំធ្វើជា reaction បាញ់ Eno លេងទេសង្ឃឹមតែអ្នកទាំងអស់គ្នានឹងចូលចិត្តបទចម្រៀងជំងឺស្មោះនេះដែលទៅសេពីខ្ញុំបាទផ្ទាល់អារម្មណ៍ពិតរឿងពិតហើយសម្ដែងដល់ Eno ពិតនិង Eno គ្រប់រូបជាតិបើបទនេះមានការគាំទ្រច្រើនខ្ញុំនឹងសន្យាថានឹងធ្វើជាផលិតជា MV official ឬក៏ដូចជា short film ពីព្រោះសាច់រឿង short film ខ្ញុំមានហើយប៉ុន្តែយើងអត់បានបញ្ចេញទេចាំមើលបទហ្នឹងមានការគាំទ្រច្រើនប៉ុណ្ណាសិនអរគុណ